បាទបងប្អូននៅពេលដែលពិភពលោកជាប់នៅក្នុងជំងឺរាតត្បាត COVID-19 មិនថាទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាយើងផងដែរមនុស្សរាប់លាននាក់រាប់ពាន់លាននាក់បានទទួលវ៉ាក់សាំង mRNA ដើម្បីរក្សាជីវិតទប់ទល់នឹង COVID-19 វ៉ាក់សាំង RMA នេះគេស្គាល់ថាជាប្រភេទវ៉ាក់សាំងពពួក Pfizer និង Moderna ប៉ុន្តែគ្មានអ្នកណានឹកស្មានថាវ៉ាក់សាំងនេះកំពុងលាក់អាថ៌កំបាំងដែលមានអំណាចមួយផ្សេងទៀតនោះទេដែលអាថ៌កំបាំងនេះទើបតែត្រូវបានសិក្សាស្រាវជ្រាវតាមរយៈអ្នកវិទ្យាសាស្ត្រមហាសន្និបាតវិទ្យាសាស្ត្រមហារីកធំជាងគេនៅលើពិភពលោកហៅកាត់ថា ESMO Congress ឆ្នាំ2025នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់មានការសន្និដ្ឋានសរុបសេចក្តីនិងប្រកាសរួមមួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រនិងវិជ្ជបណ្ឌិតភ្ញាក់ផ្អើលជាពិសេសមនុស្សជុំវិញពិភពលោកមានភាពភ្ញាក់ផ្អើលនិងចាប់ផ្ដើមជជែកគ្នាអំពីអ្វីដែលគេប្រកាសនេះការប្រកាសនោះបានបញ្ជាក់ថាតាមការស្រាវជ្រាវវ៉ាក់សាំងដែលប្រភេទ mRNA COVID-19 អាចជួយបង្កើនប្រសិទ្ធភាពក្នុងការព្យាបាលមហារីកតើអាចជាការពិតទេវ៉ាក់សាំងដែលធ្វើឡើងសម្រាប់មេរោគ COVID-19 វិលត្រឡប់មកជួយប្រយុទ្ធនឹងជំងឺមហារីកវាត្រូវបានសិក្សាដោយមន្ទីរពិសោធន៍និងមន្ទីរពេទ្យមហាវិទ្យាល័យធំៗតាមការវិភាគលើអ្នកជំងឺមហារីកជាច្រើនអ្នកដែលទទួលវ៉ាក់សាំង mRNA មុនព្យាបាល immune checkpoint inhibitor មានអាយុកាលរស់រានមានជីវិតយូរជាងអ្នកដែលមិនបានចាក់វ៉ាក់សាំងបន្ទាប់ពីការព្យាបាលជំងឺមហារីកម្យ៉ាងដែលគេដកហូតហ្វ្រាំងពីកោសិកាភាពស៊ាំធ្វើឲ្យកោសិកា T cell របស់មនុស្សអាចវាយប្រហារមហារីកបានគេសង្កេតឃើញថាក្នុងចំណោមអ្នកជំងឺដែលទទួលវ៉ាក់សាំង COVID-19 mRNA មានឱកាសរស់រានមានជីវិតនិងទទួលបានប្រសិទ្ធភាពនៃការព្យាបាលបានល្អជាងអ្នកដែលមិនបានចាក់វ៉ាក់សាំងចំណុចដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលគឺវ៉ាក់សាំង mRNA ដូចជាបង្កើននៅប្រព័ន្ធភាពស៊ាំរបស់ T cell របស់មនុស្សទើបធ្វើឲ្យការព្យាបាលជំងឺមហារីកអាចធ្វើការបានប្រសើរជាងមុនក្នុងពេល COVID-19 មនុស្សគិតថាវ៉ាក់សាំង COVID-19 មានតួនាទីតែការពារជំងឺឆ្លង COVID-19 តែប៉ុណ្ណោះប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្រកំពុងបង្ហាញរបបកំហុសថ្មីថាវាអាចជាវិធីដើម្បីបើកច្រកថ្មីទៅកាន់ការព្យាបាលជំងឺមហារីកដោយមានប្រសិទ្ធភាពសង្កេតឃើញថាពិភពវិទ្យាសាស្ត្រមិនដែលឈប់ធ្វើឲ្យយើងភ្ញាក់ផ្អើលនោះទេវាវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ COVID-19 ជាវិបត្តិមួយតែវាក៏អាចជាចំណុចចាប់ផ្ដើមនៃការសង្គ្រោះជីវិតអ្នកជំងឺមហារីកជាច្រើននៅលើពិភពលោកផងដែរសារព័ត៌មាននេះយើងអាចរកឃើញនៅក្នុង Washington Post The Times ដែលត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយហើយនៅពេលថ្មីនេះប្រទេសថៃដែលសារព័ត៌មាន The Nation ក៏បានយកមកចុះបន្តតាមសារព័ត៌មាន The Nation បានចុះផ្សាយថាគេមិនបានរំពឹងទុកពីវ៉ាក់សាំង COVID-19 ថានឹងជួយបង្កើនប្រសិទ្ធភាពការព្យាបាលមហារីកនោះទេប៉ុន្តែវាជាការបង្ហាញឲ្យអ្នកវិទ្យាសាស្ត្រគេសរសេរតថាវត្តមានមន្ទីរពិសោធន៍ Genome Medicine នៅមហាវិទ្យាល័យមន្ទីរពេទ្យ Ramathibodi សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Mahidol ប្រទេសថៃបានបង្ហាញព័ត៌មានលម្អិតនេះតាមរយៈបណ្ដាញសង្គមរបស់គាត់ការសិក្សានេះរកឃើញថាអ្នកជំងឺមហារីកដែលទទួលបានវ៉ាក់សាំង mRNA ជាពិសេសប្រភេទ Pfizer និង Moderna មុនពេលចាប់ផ្ដើមការព្យាបាលជំងឺមហារីកសម័យថ្មីមានអាយុកាលរស់រានមានជីវិតយូរជាងអ្នកដែលមិនបានចាក់វ៉ាក់សាំងលទ្ធផលនេះត្រូវបានប្រកាសនៅក្នុងមហាសន្និសីទ ESMO ឆ្នាំ2025នៅទីក្រុង Berlin ថ្មីនេះនៅថ្ងៃទី19ខែតុលាឆ្នាំ2025វាជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅលើពិភពលោក